បាទសម្រាប់បងបាទណាបាទលោកពូបាទលោកគ្រូបាទចង់បានជាប្រភេទដូងផ្នែក4បាទនេះខ្ញុំឲ្យគេរកមកបាន24ផ្លែបាទណាបាទដូងផ្នែក4បាទហើយតម្រាំតែបាន24ផ្លែនេះបាទចំណាយពេលរាប់ខែបាទណាបាទមិនងាយនឹងរកបានទេបាទប្រភេទដូងផ្នែក4នេះកម្រណាបាទចឹងសម្រាប់បងណាបាទលោកពូបាទលោកគ្រូបាទចង់បានជាប្រភេទដូងផ្នែក4អីគឺអាចស៊ូបានបាទណាបាទអានេះប្លកនេះបាទប្លកបាទបើយកទៅដាំអាចនឹងដុះបាទនេះទៅផុសឡើងទៀតណាប្លកមើលទៅសាច់ក្រាស់បាទណាបាទជាប្រភេទដូងផ្នែក4បាទ12នេះបែកបាទនេះបែកបាទណាបាទហើយសាច់ក្រាស់បាទនេះសម្រាប់បងយកទៅធ្វើជាក្របម្កាំបាទណាបាទចាក់ធ្វើជាម្កាំបាទបែកនេះបាទបែក2ផ្លែបាទហើយសាច់ក្រាស់នេះបាទសាច់ក្រាស់អញ្ចឹងសម្រាប់បងបាទលោកពូណាបាទលោកគ្រូបាទចង់បានជាប្រភេទដូងផ្នែក4បាទពេញចិត្តអីគឺអាចស៊ូបានបាទណាគឺមាន24ផ្លែបាទជាប្រភេទដូងផ្នែក4បាទអានេះខ្នាតធំបាទខ្នាតធំខ្នាតធំច្រើនបាទ